ល្ងាចថ្ងៃទី5ខែ7ឆ្នាំ2026អូខេពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះជាវីដេអូទី2ដែលខ្ញុំបង្ហាញផ្លូវដែលចូលទៅដល់ផ្ទះលោកគ្រូជឿនបងប្អូនដែលមកពីឆ្ងាយមិនថាមកពីខាងសៀមរាបឬមកពីខាងភ្នំពេញទេបងប្អូនមកសំដៅកំពង់ថ្មមកដល់បងប្អូនសួររកវត្តកំពង់ថ្មបងប្អូនចូលតាមខ្លងទ្វារវត្តកំពង់ថ្មដោយវីដេអូទី1ដែលខ្ញុំបានបង្ហាញគឺចូលតាមផ្លូវកាច់ខាងស្ដាំនេះប៉ុន្តែឥឡូវបងប្អូនកុំចូលតាមនេះឆ្លងកាត់ខ្លងទ្វារវត្តកំពង់ថ្មមកមានផ្លូវកាច់ទៅខាងស្ដាំដៃមួយបងប្អូនកុំចូលតាមហ្នឹងបងប្អូនមកមុខត្រង់ជិះតាមផ្លូវគ្រូក្រហមនឹងរហូតមកមុខត្រង់មកតាមវីដេអូដែលខ្ញុំបង្ហាញនេះគឺជាផ្លូវមួយដែលស្រួលទេបងប្អូនរកចាំបន្តិចដោយសារការខ្ញុំធ្វើបង្ហាញផ្លូវវីដេអូទី1ក្នុងផ្លូវកាច់ខាងស្ដាំទី1ហ្នឹងគឺជាផ្លូវដែលពិបាករកបន្តិចប៉ុន្តែវីដេអូនេះគឺជាវីដេអូទី2ហើយបង្ហាញផ្លូវទី2ដែលងាយស្រួលរកបំផុតដែលជិះទៅគឺទៅដល់ផ្ទះលោកគ្រូជឿនតែម្ដងមកដល់ចំណុចនេះបងប្អូនមកដល់ផ្លូវកាច់ខាងស្ដាំទី2គឺមានផ្លូវបំបែកជា4លេខកាត់ជើងត្បូងហើយបងប្អូនមើលខាងស្ដាំដៃបងប្អូនក៏លេចឃើញផ្លាកបែបនេះបងប្អូនចូលតាមច្រកផ្លាកហ្នឹងទៅហើយជិះតាមផ្លូវកស៊ូរហូតទោះបីផ្លូវកស៊ូនេះកាច់កោងយ៉ាងណាក៏បងប្អូនកុំកិច្ចទេសោះបងប្អូនជិះតាមនឹងរហូតទាល់តែមកដល់ចំណុចមួយមកដល់ខ្នងទំនប់បងប្អូនមកដល់ខ្នងទំនប់បងប្អូនមើលមានផ្លូវកាច់ឆ្វេងកាច់ស្ដាំហើយនឹងទៅត្រង់បងប្អូនមកដល់ចំណុចនេះបងប្អូនមើលតាមជាក់ស្ដែងបងប្អូនកុំកាច់ស្ដាំបងប្អូនឡើងមកដល់ឆ្វេងតិចបងប្អូនឃើញផ្លូវទៅត្រង់មួយហើយផ្លូវកាច់ឆ្វេងបងប្អូនទៅត្រង់រហូតមកដល់ចំណុចនេះបងប្អូនគឺចិត្តដល់ហើយបងប្អូនអាចមើលទេសភាពបានសម្រាប់បងប្អូនដែលមកពីឆ្ងាយដែលគិតថាមកដេកស្នាក់អាស្រ័យកន្លះខែឬក៏ទៅតាមជំងឺបងប្អូនអាចទិញជាម៉ោងអាចទិញជាអីមករកត្រីរកអីបានសម្រាប់គ្រួសារដែលយើងមកយូរខែទិញជាម៉ោងទិញជាអីមករកត្រីបាននៅក្បែរផ្ទះលោកគ្រូជឿនបងប្អូនជិះតាមផ្លូវនឹងរហូតបងប្អូនកុំកាច់ឆ្វេងកាច់ស្ដាំបងប្អូនជិះរហូតមកមុខមកមានដល់វត្តមួយបងប្អូនវត្តនៅខាងឆ្វេងដៃវត្តនេះក៏ជាកន្លែងដែលពុកម៉ែបងប្អូនមកពីឆ្ងាយមកសុំលោកតាស្នាក់អាស្រ័យដែរដោយសារផ្ទះលោកគ្រូជឿនក៏គាត់រៀងមនុស្សច្រើននេះបងប្អូនសុទ្ធតែជាប្រជាជនបងប្អូនទាំងអស់គ្នាដែលមកស្នាក់អាស្រ័យនៅកន្លែងហ្នឹងបងប្អូនមកដល់ចំណុចនេះគឺចិត្តដល់បងប្អូនគឺសល់តិចទៀតគឺដល់ផ្ទះលោកគ្រូហើយគឺមានឡានតម្រៀបជួរច្រើនមែនទែនស្ទះកក់កុញបងប្អូនដូចហាយកឋិនអញ្ចឹងហើយមកដល់ចំណុចនេះគឺបងប្អូនគាត់កំពុងតែបត់ឡានហ្នឹងបងប្អូនគឺគេដល់ហើយឥឡូវនេះគឺមានបងប្អូនច្រើនដែលគាត់បានចេញមកហើយបញ្ជាក់ណាបងប្អូនថ្ងៃទី5ខែ7ឆ្នាំ2026លោកគ្រូជឿនគឺគាត់អត់បានព្យាបាលទេដោយសារគាត់បានដួលហើយបងប្អូនគាត់ហត់នឿយខ្លាំងគាត់សុំពេលសម្រាកដើម្បីយកកម្លាំងបន្ថែមហើយក៏មានបងប្អូនជាច្រើនដែលគាត់បានមកជាវអសតហើយក៏បានត្រឡប់ទៅផ្ទះវិញបងប្អូនលោកគ្រូគឺគាត់បានសម្រាប់ព្យាបាលក្នុងថ្ងៃទី5ខែ7ឆ្នាំ2026អញ្ចឹងក៏សូមផ្ញើសារដល់ពុកម៉ែបងប្អូនដែលមានគោលបំណងចង់មកព្យាបាលបងប្អូនចាំស្ដាប់ដំណឹងឲ្យច្បាស់សិនចាំបងប្អូនមកកុំឲ្យខាតជើងព្រោះឥឡូវលោកគ្រូគាត់បានសម្រាប់ព្យាបាលសិនអត់ដឹងថាប្រហែលថ្ងៃទេបងប្អូនដោយសារគាត់អស់កម្លាំងគាត់ហត់នឿយគាត់ដែរអញ្ចឹងក៏គាត់មានអាការៈបែបចង់ឈឺដែរហើយខ្ញុំចូលទៅមកហើយគឺខ្ញុំបានមកជាវអសតមកថងដែរបងប្អូនគឺមកថងតែ 5000 ទេមិនថាជំងឺអីទេបងប្អូនគឺមកថង 5000 ប៉ុន្តែអាចលើសនឹងតិចតួចដោយសារត្រូវថែមអសតផ្សេងដូចជាផ្សេងជំងឺដែលធ្ងន់ធ្ងរគឺគាត់បន្ថែមអសតទៅតាមនឹងទៀតប៉ុន្តែអសតដែលខ្ញុំជាវនេះគឺជាអសតថ្នាំត្រជាក់សាច់បងប្អូនដើម្បីយើងហូបទៅត្រជាក់សាច់រីកសាច់ឆាប់ធាត់គឺមួយកញ្ចប់តែ 5000 ទេអញ្ចឹងសម្រាប់បងប្អូនដែលចង់ជាវអសតបារាំងពីលោកគ្រូចង់ផ្ញើខ្ញុំបងប្អូនអាចផ្ញើបានប៉ុន្តែរងចាំខ្ញុំបញ្ជាក់ឲ្យច្បាស់ថាថ្ងៃណាដែលខ្ញុំមកគឺខ្ញុំសរុបចែកជូនពុកម៉ែបងប្អូនតែម្ដងតែមួយថ្ងៃគឺខ្ញុំផ្ញើដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានព្រោះមានបងប្អូនច្រើនណាស់ដែលបានពឹងពាក់ខ្ញុំឲ្យជាវអសតបារាំងរបស់លោកគ្រូមានបងប្អូនខ្លះគាត់ជាវទៅដល់50កញ្ចប់និង20កញ្ចប់អញ្ចឹងគឺមានបងប្អូនច្រើនអញ្ចឹងខ្ញុំក៏មានពេលវេលាធ្វើការខ្ញុំដែរប៉ុន្តែខ្ញុំអាចឆ្លៀតពេលបន្តិចបន្តួចដោយសារខ្ញុំត្រូវមកថតវីដេអូផ្សេងៗចែកជូន